ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នីតិសាស្ត្រនៅក្នុងថ្ងៃនេះគឺខ្ញុំមានរឿងសំខាន់ៗ3ដើម្បីលើកមកជម្រាបជូនពុកម៉ែបងប្អូនទី1គឺរឿងដែលយោធាសៀមបានបញ្ជាក់ថាគេបាន scan មើលពីលើបានឃើញថាកម្ពុជាគឺបានត្រៀមលក្ខណៈដែលបានធ្វើការបង្កប់នៅប្រភេទរថក្រោះចំនួន10គ្រឿងនៅតំបន់ប្រាសាទតាក្របីហើយការបង្កប់និងការដកមកនេះគឺសុទ្ធសឹងតែជាយុទ្ធសាស្ត្រមួយដែលគេថាយើងកំពុងតែត្រៀមលក្ខណៈនេះគឺជារឿងទី1រឿងទី2គឺយើងនិយាយអំពីវគ្គបណ្ដុះបណ្ដាលមួយដែលពួកយោធាសៀមកំពុងតែរៀនកាលពីថ្ងៃម្សិលមិញដែលតាក់ទងទៅលើដ្រូនក៏ដូចជាប្រភេទយន្តហោះដឹកអ្នកដំណើរហើយរឿងទី3គឺយើងនឹងទៅនិយាយអំពីរឿងសំខាន់មួយទៀតផងដែរនោះគឺរឿងរបស់អនុទីនដែលខ្ញុំហៅកាត់ថាអាទីនគឺបានទៅច្រកអានសេះបន្ទាប់ពីបានបើកកិច្ចប្រជុំមួយដោះស្រាយក៏ដូចជាចាត់វិធានការតាក់ទងទៅលើការវាយប្រហារទ្រង់ទ្រាយធំនៅតំបន់ភាគខាងត្បូងនៃប្រទេសសៀមអញ្ចឹងរឿងសំខាន់ទាំង3នេះគឺជារឿងដែលយើងទាំងអស់គ្នាត្រូវតែដឹងអំពីការវិវត្តតាក់ទងទៅលើរឿងរ៉ាវនៅតាមបណ្ដោយព្រំដែនដែលជាតំបន់ចំនួនរវាងកម្ពុជាជាមួយនឹងសៀមអញ្ចឹងដំបូងយើងនឹងទៅមើលអំពីរឿងមួយដែលត្រូវបានបង្ហោះផ្សាយចេញពី page ផ្លូវការរបស់ប្រទេសសៀម page ហ្នឹងគឺមិនសូវជាមានអ្នកមើលច្រើនទេក៏ប៉ុន្តែតែងតែលើកមកនិយាយតាក់ទងទៅលើរឿងរ៉ាវនៃកងទ័ពរបស់ប្រទេសសៀមអញ្ចឹងទៅលើការបង្ហោះផ្សាយកាលពីម្សិលមិញគឺគេបានបង្ហោះផ្សាយថាបានរកឃើញរថក្រោះរបស់កម្ពុជាចំនួន10គ្រឿងដែលស្ថិតនៅចម្ងាយ2គីឡូកន្លះពីតំបន់ព្រំដែនកម្ពុជាជាមួយនឹងសៀមនៅតំបន់ប្រាសាទតាក្របីនិងតំបន់ភ្នំ360អញ្ចឹងបើយកទៅតាមការលើកមកបញ្ជាក់ពីការបង្ហោះផ្សាយគឺទ្វីតបិទតែមិនសូវច្រើនប៉ុន្តែគេនិយាយថាកងកម្លាំងកម្ពុជាគឺបានដកថយទៅរៀបចំមូលដ្ឋានដោយដាក់ទីតាំងនៅតំបន់ខាងក្រោយផ្លូវដែលលាតសន្ធឹងស្របតាមព្រំដែនតាមកំណត់ផ្លូវខ្សែលេខ K58 អញ្ចឹងយកទៅតាមការលើកមកបញ្ជាក់និងការបង្ហាញរូបភាពគឺគេបានបង្ហាញពីរូបភាពដែលថតពីលើប្រហែលជាថតដោយដ្រូនឬក៏ថតពីឧបករណ៍ណាមួយដែលកំពុងតែហោះហើរនៅលើមេឃហើយគេបានបញ្ជាក់នៅតំបន់មួយធ្វើបិទតែរូបហ្នឹងគឺយើងមើលទៅវាមិនច្បាស់ទេណាឃើញមានរូបព្រៃរូបស្មៅខៀវៗយ៉ាងទៅហើយមានដូចជាផ្ទះយ៉ាងទៅប៉ុន្តែបើសិនបើមើលអំពីរូបរថក្រោះនៅត្រង់ណាគឺយើងអត់ឃើញទេប៉ុន្តែគេបញ្ជាក់ថារូបនេះគឺបានរកឃើញនៅរថក្រោះរបស់កម្ពុជាចំនួន10គ្រឿងដែលកំពុងតែត្រៀមលក្ខណៈហើយគេថាទោះបីជាយើងលាក់យ៉ាងណាក៏ដោយក៏មិនអាចលាក់បានដែរគឺគេដឹងគ្រប់រឿងនៅសកម្មភាពទាំងអស់ដែលយោធាកម្ពុជាកំពុងតែធ្វើទៅលើដំណឹងមួយនេះគឺគេអត់បានធ្វើការចាត់ប្រកាន់មិនបានថាស្អីទេក៏ប៉ុន្តែគឺគេគ្រាន់តែរៀងចំអកមួយយើងបន្តិចថាទោះបីជាយើងខំលាក់យ៉ាងណាក៏ដោយក៏គេនៅតែអាចរកឃើញដែរមានន័យថាគេចង់ថាយើងធ្វើអីក៏គេដឹងយើងធ្វើបែបណាក៏គេដឹងហើយគេក៏ត្រៀមលក្ខណៈគ្រប់ពេលវេលាដើម្បីទប់ស្កាត់យើងដែរអញ្ចឹងនេះគឺជារឿងដំបូងដែរខ្ញុំលើកមកជម្រាបជូនពុកម៉ែបងប្អូនបើសិនបើនិយាយថាតើគេគិតយ៉ាងណាតាក់ទងទៅលើរឿងនេះខ្ញុំគិតថាគេមិនជាភ័យខ្លាចអីទេចំពោះរឿងនេះពីព្រោះតែពេលនេះគឺគេកំពុងតែមានមោទនភាពចំពោះការលួចរបស់គេការដែលគេលួចបានអញ្ចឹងគេកំពុងតែត្រេកអរចំពោះអ្វីដែលគេលួចហើយគេក៏កំពុងតែមើលងាយយើងផងដែរថាអត់មានលទ្ធភាពអីទេដើម្បីទប់ទល់ជាមួយនឹងគេបើសិនបើមើលទៅលើអ្នកដែលចូល comment នៅក្នុងការបង្ហោះផ្សាយនឹងជាជនជាតិសៀមគឺសុទ្ធសឹងតែលើកមកនិយាយដូចគ្នាថាគេទុកចិត្តទៅលើយោធារបស់គេហើយគេអត់ខ្លាចទេទោះបីជាមានការប្រយុទ្ធជុំទី3យ៉ាងណាក៏ដោយគឺគេអាចកំទេចការរៀបចំការត្រៀមខ្លួនរបស់យើងបានអញ្ចឹងនេះគឺជារឿងទី1ដែលខ្ញុំលើកមកជម្រាបជូនពុកម៉ែបងប្អូនបន្តមកទៀតយើងនឹងទៅមើលពីរឿងមួយទៀតដែលជាការបង្ហោះផ្សាយនៅក្នុង page តែមួយទេនៅក្នុងប្រទេសសៀមគឺគេបានលើកមកបង្ហោះផ្សាយតាក់ទងទៅលើការបើកវគ្គបណ្ដុះបណ្ដាលដើម្បីបង្កើតនៅចំណេះដឹងតាក់ទងទៅលើការឃ្លាំមើលគ្រោះថ្នាក់នៅដែនអាកាសនៅតំបន់ព្រំដែនរវាងកម្ពុជាសៀមពេលនេះគឺពួកយោធាសៀមគេបានគិតថាស្ថានភាពកម្ពុជានៅពេលនេះមានរឿងមួយដែលកម្ពុជាអាចយកធ្វើជាយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងការទប់ទល់ជាមួយនឹងសៀមតាក់ទងទៅលើដ្រូននឹងឯងគេចង់ធៀបថាកម្ពុជាយើងគឺស្តៀងជាមួយនឹងអ៊ុយក្រែនអញ្ចឹងធ្វើបិទតែយើងមានកម្លាំងរាងទាបជាងក៏ប៉ុន្តែគឺមានចំណុចខ្លាំងមួយគឺតាក់ទងទៅលើដ្រូនអាចប្រើដ្រូនដើម្បីធ្វើការវាយប្រហារណាអាចប្រើដ្រូនដើម្បីធ្វើការវាយប្រហារដើម្បីធ្វើការស៊ើបអង្កេតទៅលើពួកគេអញ្ចឹងហើយពួកគេមានការព្រួយបារម្ភថាយើងអាចនឹងចាប់យកចំណុចនេះដើម្បីវាយប្រហារគេអញ្ចឹងគេក៏ចាប់ផ្ដើមនៅក្នុងការ
ចោះទៅបណ្ដោះបណ្ដាលដល់ព្រំដែនតែម្ដងដល់ទាហានរបស់ពួកគេឲ្យបានយល់ក៏ដូចជាកាន់តែធ្វើឲ្យចំណេះដឹងរបស់ពួកគេកាន់តែខ្លាំងទាក់ទងទៅលើការឃ្លាំមើលនិងការការពារទៅលើការវាយប្រហារពីដ្រូនក៏ដូចជាធ្វើការបែងចែករវាងដ្រូនជាមួយនឹងយន្តហោះដឹកអ្នកដំណើរគឺគេនិយាយបែបនេះគឺគេធ្វើការរៀនសូត្រអំពីការមើលទៅលើប្រភេទដ្រូនទៅលើយន្តហោះដឹកអ្នកដំណើរនៅពេលយប់ពីព្រោះតែពេលយប់គឺពិបាកនៅក្នុងការកំណត់អញ្ចឹងគេធ្វើការរៀនសូត្របន្ថែមទៀតដើម្បីធ្វើការទប់ទល់បើសិនបើកម្ពុជាយើងជ្រើសរើសយកដ្រូនដើម្បីធ្វើការវាយប្រហារទៅលើគេអញ្ចឹងបើសិនបើយើងមើលទៅគឺគេអត់សម្រាប់ទេធ្វើត្បិតតែអ្វីដែលពួកគេធ្វើគឺហាក់ដូចជាទទួលបានជោគជ័យច្រើននៅក្នុងការគ្រប់គ្រងហើយទោះបីជាប្រទេសគេកំពុងតែមានបញ្ហាច្រើនញោមញីនៅក្នុងនយោបាយក៏ដូចជាសេដ្ឋកិច្ចក៏ដូចជារឿងរ៉ាវដទៃទៀតយ៉ាងណាក៏ដោយប៉ុន្តែសកម្មភាពនៃការចង់លួចចង់បានរបស់ពួកគេគឺនៅតែធ្វើជារៀងរាល់ថ្ងៃពួកគេអត់ដេកទេអត់សម្រាកទេមួយថ្ងៃពួកគេខិតខំរៀនសូត្របង្កើតចំណេះដឹងនៅក្នុងការលួចឲ្យបានកាន់តែច្រើនកាន់តែល្អនេះគឺជារឿងមួយដែលខ្ញុំចង់លើកមកជម្រាបជូនពុកម៉ែបងប្អូនមិនជាសំខាន់ណាស់ទេប៉ុន្តែយើងដឹងថានៅពេលនេះគឺគេកំពុងតែចាប់អារម្មណ៍ថាកម្ពុជាយើងកំពុងតែមានការវិវត្តទៅលើដ្រូនអញ្ចឹងគេត្រៀមលក្ខណៈនៅក្នុងការការពារទៅលើដ្រូនរបស់កម្ពុជាអញ្ចឹងរឿងទាំងពីរនេះគឺមិនសូវសំខាន់ដែរប៉ុន្តែវាមិនសូវសំខាន់ในរឿងទី3ទេរឿងទី3គឺយើងទៅមើលពីអាទីននៅពេលនេះគឺហើយបានធ្វើដំណើរទៅកាន់ច្រកអានសេះដើម្បីធ្វើការទៅលើកទឹកចិត្តយើងទៅតាមវីដេអូគឺបានឃើញសកម្មភាពរបស់អាទីនលាបពាក់ឈុតទាហានរៀងពណ៌សអញ្ចឹងក៏បានឡើងនៅធម្មភិកចក្រគេហៅថាកន្ទុំរុយហ្នឹងដើម្បីហោះហើរទៅកាន់ច្រកអានសេះទៅលើកនេះគឺនៅក្នុងគោលបំណងដើម្បីទៅលើកទឹកចិត្តយោធារបស់ពួកគេដែលបានធ្វើការវាយដណ្ដើមយកទីតាំងសំខាន់ជុំវិញតំបន់ច្រកអានសេះអញ្ចឹងយោងទៅតាមវីដេអូមួយដែលបានបង្ហោះផ្សាយទាក់ទងទៅលើដំណើររបស់អាទីនទៅលេងនៅច្រកអានសេះគឺបានលើកមកបញ្ជាក់ថាយោធារបស់ប្រទេសសៀមបានប្រយុទ្ធនៅជុំទី2បានដណ្ដើមយកទីតាំងសំខាន់ចំនួន4ក្នុងនោះគឺមានដូចជាទី1គឺភ្នំ561ភ្នំ500ភ្នំ677និងមូលដ្ឋានប្រតិបត្តិការរបស់កម្ពុជាយើងអញ្ចឹងតំបន់សំខាន់ទាំង4នេះគឺត្រូវបានយោធាសៀមប្រើការប្រយុទ្ធជុំទី2ដើម្បីដណ្ដើមយកបានហើយអញ្ចឹងនៅពេលនេះគឺពួកគេទៅលើកទឹកចិត្តអ្វីដែលសំខាន់នោះគឺអនុទីនមិនបានលើកមកនិយាយថាគេនឹងគឺជាចោរទេក៏ប៉ុន្តែគេលើកមកនិយាយថាកម្ពុជាយើងគឺបានប្រើប្រជាពលរដ្ឋបានប្រើនៅគ្រួសាររបស់យោធានិងបានប្រើនៅពាណិជ្ជករអ្នករកស៊ីលក់ដូរឲ្យបានចាប់ហួយផ្សេងដើម្បីទៅរស់នៅក្នុងតំបន់ច្រកអានសេះដែលជាទឹកដីរបស់ប្រទេសសៀមគេថាអញ្ចឹងគឺវាថាជាទឹកដីរបស់សៀមហើយគេថាយើងទៅរស់នៅទីនោះហើយបានកសាងនៅរូបសំណាកទន្លេអមមួយនៅទីនោះហើយក៏បានបំពេញនៅលើទឹកដីរបស់ប្រទេសសៀមហើយសៀមបានក្រើនរំលឹកនិងតវ៉ាជាបន្តបន្ទាប់តែកម្ពុជាយើងមិនស្ដាប់ទេអញ្ចឹងហើយបានជាគេវាយដណ្ដើមយកនេះគឺជាការលើកឡើងរបស់អនុទីនអ្វីដែលធ្វើឲ្យខ្ញុំខ្នាញ់ជាងគេគឺពាក្យមួយឃ្លារបស់អនុទីនគឺអនុទីនបាននិយាយថាគេគឺធ្វើយ៉ាងណាក៏ដោយមិនឲ្យទឹកដីរបស់ពួកគេបាត់បង់ក៏មិនឲ្យកម្ពុជាយើងនឹងទៅបំពេញយកទឹកដីរបស់វាដែរនេះអនុទីនវានិយាយអញ្ចឹងខ្ញុំវាឆ្ងល់ថាតើរាល់ថ្ងៃនេះអាណាទៅបំពេញអ្នកណាខ្ញុំគិតថាគឺអាសៀមនឹងឯងវាទៅបំពេញយកទឹកដីរបស់គេប៉ុន្តែវានិយាយថាវាធ្វើយ៉ាងណាក៏ដោយគឺមិនឲ្យកម្ពុជាយើងនឹងទៅបំពេញលូកលាន់យកទឹកដីរបស់វាទេវាអត់មានផុសតាណាមួយនិយាយបែបនេះបើសិនបើអាទីនខ្លាំងមែនទែនអាទីនគួរតែបង្កើតឲ្យមានគណៈកម្មាធិការព្រំដែនរបស់ខ្លួនឯងនឹងឲ្យច្បាស់មកហើយមកប្រជុំមកហើយធ្វើការវាស់វែងតាមຂະຫນាត់ផែនទីដែលមានការព្រមព្រៀងគ្នាដែលយោងទៅលើឯកសារតាំងពីបុរាណមកដល់ពេលបច្ចុប្បន្នទៅអានឹងវាដឹងហើយថាអ្នកណាលួចអ្នកណាកម្ពុជាមិនប្រកែកទេអញ្ចឹងកុំមកនិយាយថាកម្ពុជានឹងទៅបំពេញអ្នកឯងមានតែអ្នកឯងទេនៅពេលនេះបានដាក់ទូកុងតឺន័របានប្រើនៅគ្រប់មធ្យោបាយទាំងអស់កុំតិចផ្ទះសម្បែងបាញ់សម្រាប់ប្រជាពលរដ្ឋរុះរើដាក់បន្លាលួសរឿងអាក្រក់យ៉ាងណាក៏អាទីនធ្វើដែរចង់ដឹងថាអាទីនរាល់ថ្ងៃហ្នឹងយប់ឡើងពេលដេកវាមានភាពភ័យខ្លាចឬអត់ចំពោះទង្វើអាក្រក់ដែលខ្លួនឯងបានធ្វើនៅពេលបច្ចុប្បន្ននេះអញ្ចឹងនេះគឺជារឿង3ដែលខ្ញុំលើកមកជម្រាបជូនពុកម៉ែបងប្អូននៅព្រឹកនេះវាសុទ្ធសឹងតែជារឿងសំខាន់ខ្ញុំសូមរំលឹកម្ដងទៀតទី1គឺគេបានបញ្ជាក់ថាយើងខំលាក់យ៉ាងណាក៏ដោយគេនៅតែរកឃើញតេតងទៅលើរដ្ឋក្រោះទោះបីជាមិនដឹងថានោះគឺជារឿងពិតឬមិនពិតក៏ដោយប៉ុន្តែគេលើកមកនិយាយមួយទៀតគឺតេតងទៅលើការរៀនសូត្រទៅលើការទប់ស្កាត់ដ្រូនរបស់កម្ពុជានិងទី3គឺដំណើរនៃការទៅលើកទឹកចិត្តរបស់អាទីននៅតំបន់ច្រកអានសេះវីដេអូនេះមានប៉ុណ្ណឹងពុកម៉ែបងប្អូនមានអ្វីបន្ថែមសូមខមមិននៅខាងក្រោមជួបគ្នានៅក្នុងវីដេអូក្រោយ